ឬសុនទាំងអស់គ្នាជួបមួយខ្ញុំពីភពខ្មៅតពីភពមុនគេក៏កាត់អីឃើញដំណាក់មួយកន្លែងជីឈឺក៏រត់ចូលមកទាំងតែហេតុទៅហប់ហើយក៏និយាយថាសពអូនតូចវាវហើយគ្រូសាតកូលីត្រូវបានសម្លាប់រង្គាលគ្មានសល់ទេសាជាក៏សូមបញ្ជាក់ថាសម្លាប់រង្គាលជីឈឺក៏រៀបរាប់ប្រាប់ថាមែនហើយព័ត៌មានលេខឬស្ទើរពេញតែក្រុងទៅហើយថាមានមនុស្សអមតៈស្លៀកពាក់ឈុតសបានចូលមកសម្លាប់ដោយប្រើដាវកាត់បំពង់កគ្រប់គ្នានៅក្នុងគ្រួសារតកូលីលើមកថាក្បាលរបស់ពួកគេត្រូវបានចងបន្តោងចូលគ្នាទៅនឹងទ្វារផ្ទះប៉ុន្តែគិតក៏ព្រឺសម្បល់ដែរសាជាលើកបែបនេះក៏សួរជីឈឺថាសិស្សច្បងកំពុងតែអាណិតអាសូរពួកមនុស្សអាក្រក់ទាំងនោះឬជីឈឺក៏បកស្រាយថាមិនយ៉ាងអាចទៅពួកគេទទួលបាបកម្មទាំងនេះគឺស័ក្តិសមណាស់បងគ្រាន់តែគិតថាវារៀងខុសខើបន្តិចប៉ុណ្ណោះយ៉ាងណាក៏ជាជីវិតមនុស្សជាង10នាក់ដែរសាជាលឺជីឈឺនិយាយបែបនេះខឹងណាស់ក៏អុកកែតែនៅនឹងដៃទៅលើតុមួយទំហឹងហើយក៏និយាយថាខុសខើការដៃគ្រួសារលេបានយកមនុស្សរូបបំលែងទៅជាបិសាចនេះគឺប្រឆាំងនឹងច្បាប់ធម្មជាតិបាត់ទៅហើយទោះបីយើងពេលនេះអាចបង្ក្រាបលេងមាននិយាយបានក៏ពិតមែនក៏ប៉ុន្តែប្រហែលថ្ងៃក្រោយពួកគេក៏គង់តែទទួលរងនឹងការបំផ្លាញពីក្បួនតម្រានោះហើយប្រែខ្លួនខ្លាយទៅជាបិសាចដែលស្រែកឃ្លានឈាមដល់ពេលនោះទីក្រុងទាំងមូលនឹងពោពេញទៅដោយឈាមមនុស្សគ្រប់គ្នាមកជាត្រូវគ្រួសារលីនោះយាយមិនខានជីឈឺដល់ឃើញសាវជាខឹងខ្លាំងបែបនេះក៏និយាយថាសពអូនតូចឯងត្រជាក់ចិត្តសិនទៅជីឈឺក៏សួរសាវជាថាសពអូនតូចគ្រួសារលីមិនមែនអញជាអ្នកសម្លាប់ណៃសាវជាក៏សួរថាបើខ្ញុំជាអ្នកសម្លាប់វិញយ៉ាងម៉េចជីឈឺក៏និយាយទាំងខឹងថាក្រែងឯងទៅដំណាក់លេដើម្បីចាប់បិសាចឯងមិនក៏ទៅសម្លាប់មនុស្សវិញចឹងបែបនេះច្បាស់ជាមានរឿងប្រឹងផ្ដាល់មិនខានសាវជាក៏សួរវិញថាសិស្សច្បងរវិញក្រុមមនុស្សចាប់បិសាចក្នុងគ្រួសារលីនិងជីវិតប្រជាជនមួយណាសំខាន់ជាងបងគួរតែបែងចែកបានហើយត្រូវអត់ជីឈឺក៏បន្តថាឯងនិយាយនឹងវាសមហេតុផលហើយតែក៏មិនគួរធ្វើអីស្ដែងបែបហ្នឹងដែរក្នុងក្រុងនេះអ្នកដែលចេះវិជាចាប់វិស័យមិនមែនមានតែឯងនឹងបងទេបើខាងរាជការចូលមកសើបនោះពួកយើងនិយាយមិនទាន់ផុតមាត់ផងក៏មានអ្នកមកគោទ្វាជីឈឺក៏ស្រែកសួរថាអ្នកណាហ្នឹងអ្នកខាងក្រៅក៏ឆ្លើយថាពួកយើងមកពីខាងរាជការដែលត្រូវស៊ើបអង្កេតរឿងក្តីបើកទ្វាជីឈឺលឺហើយក៏និយាយថានិយាយមិនទាន់ផុតមាត់ផងក៏មិនដល់បាត់ទៅហើយធ្វើយ៉ាងម៉េចទៅសាជាក៏ក្រោកឈរជីឈឺក៏សួរថាឯងធ្វើអីហ្នឹងសាជាក៏ឆ្លើយថាទៅនិយាយជាមួយពួកគេឲ្យជ្រះស្រឡះជាវាងមានបញ្ហានៅថ្ងៃក្រោយជីឈឺលឺបែបនេះក៏និយាយថាទីនេះមិនមែនជាបាត់របស់ពួកយើងទេឯងនឹកគិតថាមានអ្នកការពារឯងទៀតឬឆាប់ចូលក្នុងទៅទីនេះទៅបងចាត់ការអញអង្គុយទីនេះមួយសន្ទុះសិនចុះស្អីក៏កុំនិយាយដែរចាំតែស្ដាប់បងចាត់ការរឿងនេះទៅបានហើយកាត់មកពេលដែលជីឈឺទៅបើកទ្វារលោកបងម្នាក់ដែលមកពីខាងរាជការក៏សួរថាមិនក៏ទៅបើកទ្វារជីឈឺក៏ហៅថាលោកម្ចាស់កំខឹងអីមិននឹងខ្ញុំរវល់តែប្រូសម្លៀកបំពាក់ទៅរៀងយឺតពេលបន្តិចលោកបងម្នាក់ហ្នឹងក៏សួរទៀតថាលោកឈ្មោះអីមកពីណាមកពីណីហើយមកទីនេះធ្វើស្អីដែរទៅជីឈឺក៏ឆ្លើយថាខ្ញុំឈ្មោះវាងតាផាគឺជាកូនសិស្សថ្មីថ្មមកពីបាក់តែលើកនេះគឺខ្ញុំមកកំដរសិស្សច្បងចេញមកក្រៅចាប់បិសាចគាត់ក៏សួរទៀតថាលោកជាកូនសិស្សមកពីបាក់តែគាត់តែមានផតាំងបញ្ជាក់ជីឈឺក៏លូកដៃចូលក្នុងអាវហើយក៏និយាយថាមានតើជីឈឺហុចឲ្យមើលហើយក៏និយាយថានេះគឺជាស្លាកសម្គាល់របស់បាក់តែដែលកូនសិស្សគ្រប់រូបត្រូវតែមានវាលោកបងម្នាក់នោះក៏និយាយទៀតថាបើជាកូនសិស្សមកពីបាក់តែមិនតើការប្រយុទ្ធមិញអ្នកទាំងពីរនៅណាជីឈឺក៏លត់អាវឲ្យមើលរបួសហើយក៏និយាយថាខ្ញុំនៅសិស្សច្បងការប្រយុទ្ធមិញនៅលើភ្នំជឿលៀនចាប់បិសាចរហូតហ្នឹងបិសាចកញ្ជ្រងមួយក្បាលនោះចាំជាកាយសាហាវម៉ែលោកមើលស្មារបស់ខ្ញុំទៅឡើងរបួសតាំងពីពេលហ្នឹងមកគាត់មើលហើយក៏គិតក្នុងចិត្តថារបួសនេះគឺបង្កឡើងដោយពួកបិសាចមែនម្យ៉ាងភូមិសាស្ត្រភ្នំជឿលៀនមានលក្ខណៈសាមញ្ញណាស់វាមើលទៅមិនអាចទៅរួចទេដែលថាពួកគេចាប់បិសាចរួចក៏ត្រឡប់មកសម្លាប់មនុស្សវិញនោះមើលទៅពួកខ្ញុំយកខុសហើយតើយើងត្រឡប់ទៅវិញជីឈឺក៏និយាយថាអញចេញតាមស្រួលពួកគេទៅបាត់ជីឈឺក៏និយាយថាហូមើលទៅឲ្យបានឆោតគេយករួចខ្លួនមួយពេលបានហើយតែជាវិញក៏ចាប់ផ្ដើមបើកភ្នែកធំហើយក៏គិតក្នុងចិត្តថាមានចំហាយធម្មពលពិសេសឬក៏គឺជាគេពេលនោះក៏មានបរិមម្នាក់ឈប់ពីមុខជីឈឺក៏និយាយថាព្រឹត្តិការណ៍គូហុងក៏សួរជីឈឺថាសិស្សច្បងជីដែលជាទីគោរពរបស់គ្រប់គ្នានៅក្នុងបកប្រែខ្លាចជាសិស្សថ្មីថ្មងតាំងពីពេលណារៀបបរិមម្នាក់ហ្នឹងក៏ត្រូវជាព្រឹត្តិការណ៍ម្នាក់នៅក្នុងបកដែរមានឈ្មោះថាគូហុងហើយនឹងហើយត្រឡប់មកសាច់រឿងយើងវិញជីឈឺអង្គគោរពបន្តិចហើយក៏និយាយថាគុណសិស្សសូមគោរពព្រឹត្តិការណ៍គូហុងក៏និយាយថាការពិតទៅឯងក៏ដឹងខ្លួនថាជាអ្នកណាដែរតើខ្ញុំស្មានថាឯងត្រូវបណ្ដឹងចេញពីបកទៅហើយក៏សួរទៀតថាចុះឯណាស្រាវជីឈឺចេញពីទ្វារបន្តិចហើយក៏និយាយថាសពអូនតូចកំពុងសម្រាប់នៅខាងក្នុងសូមអញ្ជើញលោកស្រាវជីចេញមកពីណាមិនដឹងហើយក៏អង្គគោរពគូហុងព្រមតែនិយាយថាកូនសិស្សសូមគោរពព្រះចាគូហុងស្រាវជីក៏គិតក្នុងចិត្តថាការពីជីវិតមុនលុះត្រាតែពេលលេងមាននិយាយបាត់បង់ភាពជាម្ចាស់ការហើយសម្រាប់មនុស្សក្នុងក្រុងរួចហើយទៅលេចវត្តមានគូហុងចុះមិនពេលនេះគេលេចមុខនៅទីនេះវិញឬមួយក៏រឿងដែលខ្ញុំចាក់ចេញពីក្នុងបាក់ត្រូវបានបែកធ្លាយហើយតែដឹងគូហុងក៏សួរស្រាវជីថាសុខភាពឯងទៅប្រសើរឡើងមិនក៏លួចចេញមកខាងក្រៅស្ងាត់បែបនេះហើយក៏គិតក្នុងចិត្តថាគេពិតជាដូចហាន់សឹកនិយាយពិតមែនគឺរក្សាគម្លាតពីពួកយើងខ្លាំងតែម្ដងស្រាវជីក៏បកស្រាយថាប្រតិចារយូរខុសហើយកូនសិស្សមិនបានលួចរត់ចូលពីភ្នំអីនោះទេផ្ទុយទៅវិញគឺមានរឿងដែលត្រូវធ្វើតើគូហុងលឺបែបនេះក៏និយាយថាបើវាមិនមែនជារឿងបន្ទាល់ស្អីនោះទេត្រឡប់ទៅប៉ាវិញជាមួយខ្ញុំសិនទៅដើម្បីត្រៀមខ្លួនខាងក្រៅគឺដល់ថ្ងៃប្រារព្ធពិធីសង្យានហើយ
សើជាក៏ប្រកែកថាខ្ញុំមិនត្រឡប់ទៅវិញទេគូហុងលឺបែបនេះក៏និយាយទាំងខឹងថាហេតុអីទៅនេះជាឱកាសមាសហើយដែលឯងអាចយកគេឈ្មោះឲ្យខ្លួនឯងបាននោះសើជាក៏ប្រកែកថាខ្ញុំមកកំចាត់បិសាចនៅលើទឹកដីតូចទាបបែបនេះក៏អាចទទួលបានគេឈ្មោះល្បីល្បាញដូចគ្នាគូហុងលឺសើជានិយាយបែបនេះក៏និយាយថាបើឯងឆ្នះការប្រកួតក្នុងវិធីសង្យានឯងនឹងលេចធ្លោក្នុងចំណោមអ្នកដែលមានវ័យក្មេងក្នុងពិភពគុណវាដូចគ្នាជាមួយនឹងការចាប់បិសាចនៅដែនដីតូចទាបបានយ៉ាងម៉េចទៅឃើញគូហុងខឹងខ្លាំងពេកជីឈឺក៏លើកតៃឲ្យគូហុងហើយក៏និយាយថាប្រតិចាគូហុងស្ងប់អារម្មណ៍សិនទៅបិសាចតែមួយកៅសិនទៅគូហុងក៏និយាយថាចាញ់ឲ្យឆ្ងាយទៅមិនមែនជារឿងរបស់ឯងទេហើយក៏វាដៃដែលធ្វើឲ្យតែខ្ទាតទៅលើដៃរបស់ជីឈឺតែជាឃើញអូនត្រូវរបួសបែបនេះក៏ចូលមកសួរថាសិស្សបងមិនអីទេមែនទេជីឈឺក៏ឆ្លើយថាមិនអីទេគ្រាន់តែរលាកបន្តិចប៉ុណ្ណោះបងលេងជាមួយទឹកត្រជាក់បន្តិចទៅឡើងអីហើយសើជីក៏ប្រាប់ទៅកាន់ជីឈឺថាកាលពីមុនខ្ញុំធ្លាប់ដាក់ថ្នាំបំបាត់រលាកនៅក្នុងចិញ្ចៀនគ្រាប់ពុយល្អិតនោះបងរកមើលឲ្យឃើញទៅចាំខ្ញុំជួយលាបឲ្យបងជីឈឺក៏និយាយថាបានបងចាំថាដាក់នៅទីនេះហើយក៏យកឲ្យសើជាគូហុងឃើញបែបនេះក៏សួរថាចិញ្ចៀនគ្រាប់ពុយល្អិតមិនក៏នៅលើដៃឯងវិញជីឈឺក៏ឆ្លើយថាខ្ញុំសើជាក៏ឆ្លើយជំនួសថាគឺខ្ញុំជាអ្នកឲ្យរបស់នេះគឺមិនសូវមានប្រយោជន៍ចំពោះខ្ញុំទេសិស្សបងត្រូវការរបស់នេះទៅខ្ញុំឲ្យវាទៅគាត់តែម្ដងទៅគូហុងក៏និយាយថារបស់នេះពួកយើងខំឲ្យវាទៅឯងសើជាក៏និយាយថាមែនឬពួកលោកឲ្យក៏ដូចខ្ញុំច្រើនពេកឡើងខ្ញុំចំណាំមិនបានទៅហើយជីឈឺឃើញបែបនេះក៏និយាយថាយ៉ាងណាវាគឺជាអំណោយដែលលោកប្រតិចាឲ្យឯងមកប្រគល់វាឲ្យឯងវិញជីឈឺក៏ហុចឲ្យសើជាក៏រុញទៅវិញហើយក៏និយាយថារបស់ឲ្យទៅហើយមានហេតុផលអីដែលត្រូវយកមកវិញនោះសើជាញញឹមបន្តិចហើយក៏និយាយថាសិស្សបងខ្ញុំមានអារម្មណ៍ថាដូចល្វិញក្នុងមកមិនដឹងទេបងអាចជួយទៅទិញស្ករតាំងម៉ែឲ្យខ្ញុំពីចង្កាក់បានអត់ជីឈឺសើបន្តិចហើយក៏និយាយថាបានបន្តិចទៀតបងនៅត្រឡប់មកវិញជីឈឺក៏ដើរចាក់ចេញទៅកាត់មកក្នុងផ្សារនេះវិញថងក៏សួរជីឈឺថាណែមិនញ៉ាំខ្លួនឯងវិញចង់ក្រាញ់ទិញឲ្យសិស្សបងតូចអីជីឈឺមកខ្វាញញ៉ាំបន្តហើយក៏និយាយថាសិស្សបងតូចតាំងពីដើមមិនញ៉ាំស្ករតាំងម៉ែទេគឺគេមានពាក្យចង់និយាយជាមួយព្រះអាចារ្យគូហុងទៅមានចេតនាបញ្ជូនខ្ញុំចេញក្រៅថងលឺបែបនេះក៏សរសើរថាលោកចំជាឆ្លាតខ្លាំងមែនជីឈឺក៏និយាយថានឹងហើយសុកជីឈឺក៏មកដល់ហាងមួយហើយក៏លឺសំឡេងម្ចាស់ហាងនិយាយថាគ្មានលុយតែមកធ្វើពុតជាអ្នកធំអីណាចេញឲ្យឆ្ងាយបាត់ភ្លាមទៅហើយក៏លឺសំឡេងមនុស្សម្នាក់ទៀតនិយាយថាហាងអន់ស្អីនេះអ្នកប្រុសយើងគ្មានចាប់អារម្មណ៍ស្អីបន្តិចទេជីឈឺអានមើលបន្តិចហើយក៏និយាយទាំងឆ្ងល់ថាមិនលឺសំឡេងលោឡាខ្លាំងម្ល៉េះភ្លាមនោះក៏មានបរិសម្នាក់ត្រូវគេរុញចេញពីក្នុងហាងម្ចាស់ហាងក៏និយាយថាចេញឲ្យឆ្ងាយទៅហើយនឹងឯណាទាំងអស់គ្នាម្នាក់នេះគឺជាតួថ្មីមានឈ្មោះថាថាងជឺឆិនជីឈឺឃើញបែបនេះក៏បានផ្នែកធំហើយក៏គេចចេញដែលធ្វើអ្នកប្រុសម្នាក់នោះកាប់មុខហើយនឹងឯគ្នាខ្ញុំនឹងហៅគាត់ថាជឺឆិនស្រួលហើយជាងទៅផ្សាយរឿងវិញជឺឆិនបានមកហើយក៏សួរថាមិញនឹងមិនឯងមិនជួយចាប់អ្នកប្រុសខ្ញុំនេះអញ្ចឹងជីឈឺក៏សួរវិញថាខ្ញុំនឹងលោកមិនដែលស្គាល់គ្នាផងហេតុអីខ្ញុំត្រូវជួយចាប់លោកពេលនោះកូនចៅជឿច្រើនមកដល់ហើយក៏ជួយលើកហើយក៏និយាយថាអ្នកប្រុសចិត្តត្រជាក់សិនទៅជឿច្រើនក៏ស្រែកថាឡើងដៃយើងមិនដែលទទួលរងការអាម៉ាបែបនេះនោះទេយើងត្រូវតែជំរះបញ្ជីជាមួយវាដាច់ស្រេចអរគ្នាវីដេអូយើងបានដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយជម្រាបលា